ឥឡូវអ្នកគ្រូនាំកូនអានរបស់ខ្លីប៉ុន្តែមុននឹងអានអ្នកគ្រូសួរកូនសិនកូនតើនៅផ្ទះកូនអ្នកណាអ្នកចំអិនម្ហូបកូនចាម៉ែណាកូនចាតើកូនចូលចិត្តញ៉ាំម្ហូបឆាកូនចាចូលចិត្តម្ហូបឆាអញ្ចឹងទាំងអស់គ្នាអ្នកគ្រូមានរបស់មួយចាកូនចាំមើលទាំងអស់គ្នាកូនណាចាកូនមើលមកលើក្តារខៀនតើគ្នាអ្នកគ្រូមានរបស់មួយចាកូនចាំស្ដាប់ណាចាកូនចាំស្ដាប់អ្នកគ្រូសិនចែឆាំចេះឆាចាកូនស្ដាប់ម្ដងទៀតចែឆាំចេះឆាចាទាំងអស់គ្នានៅក្នុងរបស់យើងតើកូនឃើញមានពាក្យអីខ្លះកូនចាឃើញពាក្យចែពាក្យអីទៀតកូនណាដឹងលើកដៃឆ្លើយកូនចាមកអាតីកូនឃើញពាក្យអីគេកូនចាល្អពាក្យចែឆាំអង្គុយចុះកូនចានិស័យចាថាម៉េចកូនថាលើចាចេះឆាចាអាពេចកូនចាឃើញពាក្យចាឆាំបងកូនណាថាម៉េចទៀតកូនចាភេឡាចាឃើញពាក្យចេះចាអរគុណអង្គុយចុះទាំងអស់គ្នាចាឥឡូវកូនអង្គុយសិនចាហើយកូនមើលមកអ្នកគ្រូនឹងនាំកូនទៅញែកពាក្យដែលមាននៅក្នុងរបស់យើងអញ្ចឹងកូនចាំមើលទាំងអស់គ្នាកូនណាចាពាក្យនេះគឺចែឆាំចាចែឆាំនេះតែមួយពាក្យអីកូនណាចាដោយសារចែឆាំនេះជាឈ្មោះរបស់មនុស្សចាបន្តមកទៀតគឺពាក្យចេះចាចេះចាមួយទៀតគឺពាក្យឆាចាអញ្ចឹងទាំងអស់គ្នាកូនមើលអ្នកគ្រូក្នុងរបស់យើងមានពាក្យចែឆាំចេះឆាចាអញ្ចឹងកូនស្ដាប់អ្នកគ្រូអានម្ដងទៀតចែឆាំចេះឆាចាទាំងអស់គ្នាកូនអានជាមួយនឹងអ្នកគ្រូចែឆាំចេះឆាចាកូនអានឲ្យខ្លួនឯងកូនចាប៉ាកែមិនកូនតែដៃមួយចាតែដៃពីរចាល្អណាស់ឥឡូវកូនបានអានរបស់នៅលើក្តារខៀនហើយឥឡូវកូនចែឆាំចេះឆាចុះនៅផ្ទះកូនតើកូនចូលចិត្តញ៉ាំសម្លអីគេកូនសម្លឆាអីគេកូនចាភេលាកូនចូលចិត្តឆាអីគេកូនចាល្អឆាខ្ញីចាមករាកូនចាឆាត្រកួនមកជាតាកូនចាឆាសាច់ជ្រូកមកគុនតៃឆាអីកូនឆាតពាំងល្អណាស់កូនចាដានណាយកូនឆាអីកូនចាឆាពងទាចាល្អណាស់ទាំងអស់គ្នាអញ្ចឹងសម្លឆាមានច្រើនប្រភេទមានឆាបន្លែមានឆាសាច់ណាកូនចាឥឡូវទាំងអស់គ្នាក្រោយពីកូនបានវឹកហាត់អានរបស់លើក្តារខៀនជាមួយអ្នកគ្រូហើយចាឥឡូវកូនបើកសៀវភៅសិក្សាគោលរបស់យើងណាកូនចាកូនបើករកមេរៀនឆចាសៀវភៅសិក្សាគោលចាទាំងអស់គ្នាកូនបើកសៀវភៅសិក្សាគោលឃើញហើយណាកូនចាមកឥឡូវកូនឡើងមកខាងនេះកូនណាចាកូនឡើងមកខាងនេះអ្នកគ្រូឲ្យកូនអានដៃគូចាអង្គុយ3នាក់កូនអត់យកអីវ៉ាន់ចាដាក់ចូលនោះចាល្អកូនទាំងអស់គ្នាកូនមើលមកអ្នកគ្រូចាកូនអង្គុយចុះចាឥឡូវអ្នកគ្រូមានការងារមួយគឺឲ្យកូនវឹកហាត់អានជាដៃគូដោយ2នាក់កូនប្រើសៀវភៅមួយក្បាលឯកូនណា2នាក់សៀវភៅមួយក្បាលម្នាក់អានម្នាក់ចង្អុលលើរបស់ទាំងពីររបស់យើងនៅក្នុងសៀវភៅកូនណាចាតោះទាំងអស់គ្នាអ្នកគ្រូនឹងដើរមើលអានបានទេកូនកូនប្រុសកូនអានម្ដងកូនរៀនអានណាកូន
ចាកូនតើដាក់អត់ចាស់ខ្លួនឯងមើលកូន